ខ្ញុំចង់សួររមមនុស្សម្នាក់ណាគេលីឈៀនមិនឲ្យលីឈ្មោះនឹងទេគាត់ប្រហែលជាមិនបានឈ្មោះលីឈៀនទេនៅទីនេះគាត់ប្រហែលជាមានឈ្មោះផ្សេងទៀតក៏ថាបានក៏ប៉ុន្តែលើថាគាត់មានលក្ខណៈសម្គាល់មួយគឺនៅលើខ្នងរបស់គាត់មានសម្លាក់ចំនួន3តែគាត់ឃើញទេខ្ញុំថាបងប្រុសអូនស្រីណាទៅគេនៅសុកដែលដោះអាវលើស្មាឲ្យគេមើលនោះណាបានហើយឆាប់ទៅសួរនៅកន្លែងផ្សេងចឹងណាសុំទោសអរគុណបងអមម្នាក់ទៀតរបស់ជាប្រហែលថ្ងៃមុននោះនៅលើខ្នងរបស់គាត់មានសម្លាក់បើចឹងក៏មកកូនក្មេងកុំនិយាយកុហកអសោះណាខ្ញុំមកយឺតទៀតហើយលោកគ្រូនោះដាក់ភួយទៀតហើយណែនេះបានហើយសុំស្ងាត់គួយទៅកូនខ្លះអរគុណលោកគ្រូថ្ងៃនេះគ្រូចង់បង្ហាត់បងប្អូនទាំងអស់គ្នាហើយដុសទឹកខ្មៅយ៉ាងម៉េចគ្រាន់តែធ្វើដោយគ្រូអស់ទៅស្ដាំ5ជុំត្រចាំដោះស្មាតបែកទៅបន្ទាប់មកដោះមកខាងឆ្វេង5ជុំទៀតបាទជីឡុងបានចឹងបងប្អូនហាត់ខ្លួនឯងទៅជីឡុងខ្ញុំនឹងជិះរកឃើញពលិសំខាន់មួយយឺតចឹងរកឃើញមនុស្សដែលមានសម្លាក់នៅលើខ្នងហើយគាត់អាចជាគ្រូមានរបស់ពួកយើងគាត់ប្រហែលជាដឹងថាពួកយើងតាមរកគាត់មិនខានទេតាមរកគាត់គេចមិនឲ្យពួកយើងជួបគាត់គេចមិនឲ្យពួកយើងជួបដែលជើងរបស់តំជួអាចនឹងបដស្រុកឆាងសាគ្រប់ពេលអ្នកទាំងអស់គ្នាស្ដាប់ច្បាស់បិសាចមុខដៃសម្រាប់ម្ចាស់បន្ទីទី3របស់យើងត្រូវទៅចាប់វាបានឲ្យកាប់ជាច្រាំតែម្ដងអ្នកណាដឹងបញ្ញាផ្ដោតដំណឹងភ្លាមអ្នកដែលមិនដឹងបង្គោលប្រាក់មកប្រាក់មកចាស់ហើយអាយមិនខ្វាយបោះយើងចឹងតែត្រូវជាប់ហើយដាក់វាទៅដោះបានតែកំដេញតាមអីសោះព្រោះតែពួកវាដូចជាអ្នកក្រខ្លាំងណាស់ណាស់ដឹងទេជួយដែរមកឥឡូវនេះអាចជាមនុស្សក្នុងរូបគំនូគឺវាទេចាប់ទៅដល់រូបវានៅកំពុងនោះហើយយកបាយឃើញធំរៀងឃើញកំរត់ឃើញហើយកំរត់ពួកអាចចំណៃនេះទៀងផ្ទះខ្ញុំផងបើកុំទៅខាត់ខ្ញុំបាយពួកវាពិការហើយត្រូវចាស់ច្បាស់រឿងតូចមិនទ្រាំត្រូវខូចរឿងធំតោះនេះចង់ទិញស្អីដែរណានេះទិញអីទេតាមស្រួលខ្ញុំលេងមកតាមឆ្អែតផងអត់ខ្ញុំលេងតិចទេខ្ញុំយាមទីនេះទៅនិយាយទៅឲ្យថាកែត្រៀមតាហូដឹងថាខ្ញុំខ្លំមើលគេមកអស់កំប្រកគេចូលទៅកាត់បាត់បន្ទាប់មកអត់ឃើញចេញមកវិញទេកាត់ទេតោះថាកែទៅណាបាត់ក្រែងនិយាយខាងនៅក្នុងផ្ទះនេះខ្ញុំនៅទីនេះមានធ្វើក្រោយមួយ
ច្បាស់ជាគាត់ហើយច្បាស់ជារត់ចេញតាមទ្វារក្រោយ មកពីខ្ញុំមិនល្អមនុស្សតែម្នាក់មើលមិនបានល្អ រឿងនេះយើងអាចទទួលបានផលខ្លះយ៉ាងហោចណាស់យើងបានដំណឹងពីទីមួយតកែទៀមតើហូននោះគឺច្បាស់រាប់អានជាមួយនឹងគ្រូមាសហើយដឹងពីកន្លែងរបស់គាត់គេអាចសង្ស័យថាពួកយើងជាអ្នកស៊ើបការឲ្យចង់ជួទើបមិនប្រាប់ពួកយើងថាគ្រូមាសនៅទីណាសុកចិត្តបោះបង់កន្លែងលក់ដូរចោលទីពីរគ្រូមាសប្រហែលថ្ងៃនេះគឺច្បាស់ជាធ្លាប់មកទីកន្លែងនេះឥឡូវគាត់នៅស្រុកឆាងសាន់ដល់ហើយ លោកតកែតើមានតៅហ៊ូដែរទេដឹងហ៎លោកតកែហើយយ៉ាងម៉េចហ្នឹងមកមានសុកតៅហ៊ូម្ដងនេះមកតើមានរឿងអីមកនេះនៅលើដំបូលផ្ទះមានគេលួចមើលពួកលោកនេះទាំងដៅឈិងកាយអ្នកខ្លះហានុកដៃល្បីភៀសពេញក្រុងទៅហើយដៅឈិងកាងលេចមុខគឺច្បាស់ជាមានការពិបាកដល់ជាលោកច្រើនក៏ប៉ុន្តែគេនៅក្មេងឬការដុសខាត់រកបាត់ពិសោធន៍ច្រើនខ្លមមើលប្រមាណថ្ងៃនេះយើងឃើញថាចៅជាលោកគឺជាក្មេងម្នាក់ដែលមានគុណធម៌វាគ្រាន់តែកិច្ចការទីធ្វើនោះដូចជាឆេវឆាវបន្តិចថ្ងៃក្រោយច្បាស់ជាអាចធ្វើកិច្ចការធំបានជំហានបន្ទាប់តើគួរធ្វើយ៉ាងម៉េចទៀតទៅកុំបខំរកឱកាសស័ក្តិសមណាមួយយើងច្បាស់ជាទៅស្គាល់ជាមួយគេនៅឯឡយ៉ាងតើមានសកម្មភាពអ្វីទេវ៉ាងអិនជាមួយនឹងខាងឆាវហើយនឹងឈិនសាវតំណាក់តំណងគ្នាស្ងាត់ស្ងាត់គឺកំពុងតែប្រមូលអស់មន្ត្រីត្រៀមខ្លួនកម្ចាត់តុងជួទាវឆានតុកធំ នៅចាំថាឯងមកដំបូងនៅជាក្មេងស្រីពុកស្រឡាញ់ឯងតែតូចច្រឡឹងយកឯងជាកូនធរបើផ្លែតសោះជាង10ឆ្នាំទៅហើយពុកមិនដែលសួរឯងតើមានកន្លែងណាដែលឯងមិនពេញចិត្តទេ ប្រហែលឆ្នាំមុនកូនស្រីមិនដឹងថាតុកព្រួយនោះជាអ្វីតែប្រហែលថ្ងៃនេះខ្ញុំឃើញពុកធွာចង់ចិញ្ចាំរាល់ថ្ងៃកូនស្រីជួយអ្វីមិនបានពុកធွာខ្វល់ខ្វាយពីរឿងនគរប៉ុន្តែខ្ញុំជាមនុស្សស្រីកូនស្រីនឹកដល់សម័យកាលអូយាសាសាដល់ស៊ីស៊ឺខ្លាំងណាស់ទោះបីជាខ្លួនគេនៅនគរស៊ូប៉ុន្តែគេមិនបានឲ្យនគរអូចន់ឆ្លៀតទេ ស៊ីស៊ូ ពុកធွာទុកឲ្យកូនធ្វើការងារខ្លះដើម្បីពុកតា លោកចាអ្នកស៊ើបការប្រាប់ថាយប់នេះពួកគេនឹងបញ្ជូនដំណឹងមកទីនេះ ទៀតគេឆែកឆេឆាប់នាំមនុស្សមកមើលបាទចេះ
កូសា មនុស្សដែលទទួលសារពីយើងត្រូវគេដឹងយើងត្រូវរកទីការពារពួកគេ ខ្ញុំគ្មានបំណងយកជីវិតពួកគេទេហេតុអីក៏ពួកគេម្នាក់ចង់ស្លាប់ គឺលោកម្ចាស់ប៉ាន់មែនទេ អ្នកនាងមិនក៏អ្នកនាងស្គាល់ខ្ញុំ ប៉ាន់សាយក្រហមក្នុងវងខ្សែគឺអ្នកប្រាស់លីពុកល្បីឈ្មោះសរសាយខ្ញុំក៏ធ្លាប់ដូចឈ្មោះនេះដែរ អ្នកនាងឆ្លៀសវៃខ្ញុំបាត់លីពុករំខានអ្នកនាងហើយសូមអភ័យទោសអ្នកនាង បានជួបលោកម្ចាស់ជាសំណាងរបស់ខ្ញុំ ខ្ញុំខ្វះការគួរសមមិនរំខានអ្នកនាងទៀតទេលាសិនហើយលោកចាស់ពួកយើងមកចាប់អ្នកបញ្ជូនសារនាងលើកគុំក្នុងទឹកគឺដើម្បីបញ្ជូនដំណឹងដែរមែនទេតើពួកនេះជាអ្នកណាឲ្យប្រកាសទៅកុំនិយាយខ្លាំងៗជាមួយអ្នកនាងអត់បាទលោកម្ចាស់នាងឆាប់ឆ្លើយភ្លាមមក កំសាយនេះជាការសម្ងាត់ឬអន់លោកមកមើលតែគឺដឹងហើយ មិនក៏រូបសត្វទៅវិញ អ្នកនាងខ្ញុំមានសម្រស់ស្អាតដាច់គេអាចទៅដល់សាយព្រះខែមានគេបណ្ដាច់គោមបរិសុទ្ធដែលងប់ស្នេហ៍ជាច្រើនតែងតែមកយកគោមមកបណ្ដាច់នៅទីនេះអ្នកនាងរបស់ខ្ញុំមិនដែលទទួលបានអ្នកណាម្នាក់នោះទេប៉ុន្តែបារម្ភខ្លាចបរិសុទ្ធទាំងនោះមករំខានមិនឲ្យពួកខ្ញុំត្រឡប់ទៅផ្ទះវិញពួកខ្ញុំគឺមានតែធ្វើបែបនេះនៅចំពោះមុខមានតែគៀបគោមរាប់មិនអស់បើសិនមិនជឿទេចូលទៅមើលទៅខ្ញុំហាក់ដូចជាមានការធើញទ្រាន់ចំពោះអ្នកដែលរំខានខ្ញុំក៏មិនចង់បង្ហាញមុខមាត់នោះដែរប៉ុន្តែប្រហែលថ្ងៃនេះឪពុកខ្ញុំមានបញ្ហាសុខភាពទៅខ្ញុំគិតឃើញចង់បណ្ដាច់គោមួយចំនួនដើម្បីបួងសួងឪពុកខ្ញុំសូមឲ្យគាត់មានសុខភាពល្អ ឪពុកនេះជាអ្នកណា លោកម្ចាស់ខ្ញុំគឺស៊ឺធូវ៉ាងអ៊ីង លោកម្ចាស់ខាងនេះគឺរកឃើញសារមួយច្បាប់អ្នកនាងឈ្មោះអី ទាវឆាង ទាវឆាងស្អាតណាស់ពិតជាស្អាតដើម្បីឲ្យចောက်ក្បត់នោះជឿជាក់ថ្ងៃក្រោយអាចមានគុណសម្បត្តិធំ ថ្ងៃនេះត្រូវបានបញ្ចប់ហើយអ្នកទាំងអស់គ្នាទៅផ្ទះវិញចុះ លាហើយលោកគ្រូ លីហើយ តាក់តាក់ណាចាំម៉ែ ជិះឡងរកឃើញមនុស្សម្នាក់គួរឲ្យសង្ស័យហើយ ឡោះnokខ្ញុំទៅមើល គឺគេនឹងហើយគេចាំម្នាក់នឹងអង្គុយផឹកស្រានៅទល់មុខផ្ទះយើងរាល់ថ្ងៃខ្ញុំតាមខ្លឹមមើលប្រហែលថ្ងៃស្ដាប់ឮសំឡេងដែលគេនិយាយមានសំឡេងដូចជាអ្នកស្រុកឡយ៉ាងគឺគ្រាន់តែឮសំឡេងក៏ដឹងដែរថាគេធ្លាប់នៅឡយ៉ាងហើយអ្វីដែលសំខាន់នោះព្រឹកនេះគឺគេមានពាក់អាវចម្បាំងបាត់បង់សម្លាប់នៅលើខ្នងទៀតផងណា ធ្វើមិនចាំបាច់បញ្ជាក់ថាគាត់ជាគ្រូមានរបស់ពួកយើងបើចុះទៅសួររបៀបនេះខ្លាចតែគាត់សង្ស័យថាគឺជាអ្នកស៊ើបការតង់ជួលតម្រុំទៅស្គាល់ច្បាស់ខ្លាចទៅហួសពេលទេ
មានបញ្ហាអីទៅឆាប់ទៅដល់ឲ្យគាត់ចេញមើលសម្លាក់តែម្ដងទៅបានហើយបន្តិចទៀតអាចឆាប់ទៅដល់ឲ្យគាត់ចេញអាចចំណែកខ្ញុំនៅខាងក្នុងចាំខ្លំមើលតើបានដែរទេ មិនកើតទេ កុំស្ទាក់ស្ទើរធ្វើចិត្តជាកូនប្រុសនៅស្ទាក់ស្ទើរអីទៀតបើស្ទាក់ស្ទើរដល់ឈីងកាំងរក្សាលេងគង់ទៀតហើយដឹងទេឆាប់ណាស់ ពួកលោកចំពីលមិនអត់ក្រ ណានេះ ថាចេញមិនអត់ក្រថាចេញ នេះ បោះស្រាយសិនទៅនេះ ថាចេញ យកច្រឡំ ថាចេញ នេះនេះខ្ញុំច្រឡំស្ដាប់ខ្ញុំបកស្រាយសិនស្ដាប់ខ្ញុំបកស្រាយសិន ថាចេញទៅ នេះ កំចាំមកកំចាំមក បាត់ហើយ កំចាំមក អូយនេះស្ដាប់ខ្ញុំបកស្រាយសិនទៅដាក់ដំងចុះហើយចាំនិយាយទៀត កំចាំមក បកស្រាយសិននេះសុំទោសខ្ញុំ កំចាំមក នេះសុំទោស កំចាំមក ខ្ញុំ កំចាំមក ខ្ញុំចេតនាទេនេះសុំទោសខ្ញុំទោសណាខ្ញុំគ្មានចេតនាទេ ថាចេញ យីរ៉ឡង អាចក៏ได้លេបបំខ្លារខិនមែនទេពីមកបំពេញលើកូនស្រីរបស់យើងផង យល់ច្រឡំហើយសុកមិនបានធ្វើបាបកូនស្រីរបស់លោកទេប្រកាសជាយល់ច្រឡំអូ យល់ច្រឡំណាយើងមើលឃើញតែផ្ទាល់ភ្នែកឯងហ៊ានធ្វើបាបគេគិតថាយើងនេះវាខ្វាក់ភ្នែកមែនទេហ៎ អូលោកម្ចាស់ហើយទីបំផុតបង្ហាញមុខហើយក្រែងលោកម្ចាស់អង្គុយផឹកស្រានៅទុំមុខផ្ទះខ្ញុំរាល់ថ្ងៃខ្ញុំស្មានថានាងគឺជាលោកម្ចាស់ចង់និយាយតាក់ទងជាមួយនឹងលោកម្ចាស់អញ្ជើញលោកម្ចាស់ផឹកស្រាជាមួយគ្នា អាចក៏ได้មិនមែនចិត្តល្អបែបនឹងទេអីបានហើយលើកនេះយើងលើកលែងឯងបើលើកក្រោយមករំខានកូនស្រីយើងទៀតពួកឯងទាំងពីរ ណែយើងនិយាយចង្កត់ពិតបើសិនជាលើកក្រោយទៀតនោះពួកឯងគឺប្រកាសជាណែកម្លាំងដៃគាត់ខ្លាំងមែនទេ ធ្វើដៃគាត់ស្លៀកនឹងពុករបស់ខ្ញុំដែរច្បាស់គ្រូមានមិនខុសទេប៉ុន្តែហេតុអីគាត់មិនព្រមទទួលស្គាល់កូនចៅរបស់តំជួនកាន់តែតាមចិត្តមកដល់យើងគួរធ្វើយ៉ាងម៉េចទៅយោហឺគួរខឹងហឺរាជគ្រូសម្រាប់ចៅក្បត់បឹងស៊ឺកំចារនុក្នុងវាងវិនហេតុអីក៏នៅតែខឹងទៀត មកថ្ងៃយើងធ្វើការដើម្បីមហាហានគួរតែពួកក្បត់ទាំងអស់នោះណាមានកម្រិតបះបោសម្ដងហើយដែលស៊ឺធូវាងអនុជនដំណឹងតាន់ពេលបន្ទុកយើងយកអាវុធទៅបណ្បានទើបមិនអាចបង្ក្រាបចៅក្បត់ក្រោកនេះបានពួកអាប្របងបាយអត់បានការវិញគួរខំមែនតែនហើយ លោកធေါ်គួរតែបន្ទោសកូនមានកម្លាំងមិនគ្រប់ខ្ញុំនឹងបញ្ជាឲ្យសៀហៅជានិងកងសុនច័ន្ទតាមរកដៃជីងកាំងនិងអ៊ីនធានឃើញ ដាក់ខែសារវត្តឲ្យពួកវាទៅពុំនោះទេក៏បន្ទោសថាយើងគ្មានធម្មតាអីសោះ យល់ហើយខ្ញុំនឹងជ្រើសរើសអ្នកខ្លាំងដើម្បីជួយដល់ពួកគេ ឯងគិតថា
អ្នកណាអាចធ្វើកិច្ចការនេះបានទៅឯប្រាប់ទៅមើល